យើងចាប់ទៅសូមតាមបងប្អូនទាំងគ្នានៅតែបន្តខាងសម្រាប់មិនបានតែគាត់នៅថៃគាត់ត្រឡប់វិញមកស្រុកទៀតហើយគាត់កំពុងតែទទួលបានការព្យាបាលដោយពេលនៅថៃហើយសូមឲ្យការវះកាត់ឬមួយក៏ដំណើរការព្យាបាលគាត់បានជាសះស្បើយអរគុណព្រះអង្គហើយអរគុណព្រះអង្គខ្លាំងតែថ្ងៃនេះឃើញថាពិភពលោកបាននឹកចាំពីព្រះយេស៊ូវគ្រីស្ទដែលមានប្រជញ្ញឡើងវិញថ្ងៃអាទិត្យថ្ងៃឆ្នេះសម្បីតែសង្គ្រាមអ៊ុយក្រែនរុស្ស៊ីគេបានមួយថ្ងៃដែរដោយសារគេចង់ចូលអបអរសាទរព្រះយេស៊ូវមានប្រជញ្ញឡើងវិញដល់ណាឲ្យផ្អាកដល់បងព្រះយេស៊ូវឡើងវិញគេផ្អាកថ្ងៃម្យ៉ាងមកគេដែរហើយក៏យើងអរគុណព្រះអង្គដែរទោះបីមិនក៏ព្រះអង្គមានអំណាចហើយព្រះអង្គនៅអាចបញ្ចប់គ្រប់ទាំងសេចក្តីអាក្រក់របស់បានហាឡេលូយ៉ាដោយសារព្រះគ្រីស្ទទ្រង់មានព្រះជន្មនោះនោះយើងនឹងរស់ដែរអរគុណព្រះអង្គសូមអធិដ្ឋានសូមព្រះពររបស់ព្រះអង្គទ្រង់នឹងកើតមានដល់យើងទាំងគ្នាព្រះវរបិតាព្រះជន្មតាព្រះវិញ្ញាណដ៏បរិសុទ្ធថ្ងៃនេះក៏នឹកចាំពីព្រះអង្គមានព្រះជន្មឡើងវិញហើយយើងខ្ញុំនឹងរស់នៅជាមួយព្រះអង្គដល់នៅអស់កលជានិច្ចផងដែរពួកជំនុំទាំងអស់គ្នាដែលចូលមកដើម្បីថ្វាយបង្គំទ្រង់រយៈពេលមួយព្រឹកនេះសូមព្រះអង្គជំរាបប្រទានពរនៅពេលដែលគាត់ធ្វើដំណើរចេញទៅវិញហើយគាត់ជាពីគ្រប់ជំងឺហើយគាត់បានពេញគ្រប់ទាំងព្រះពរនៅក្នុងជីវិតរបស់គាត់ហើយគាត់មាននៅព្រះពរដល់គ្រប់គ្រួសារគាត់និងកូនចៅរបស់គាត់រាល់គ្នាផងដែរទូបង្គំសូមព្រះពររបស់អាប់រ៉ាហាំអ៊ីសាយ៉ាកុបបានកើតមានដល់ពួកជំនុំទាំងអស់ដែលកំពុងតែស្រឡាញ់ព្រះអង្គនិងស្ដាប់បង្គាប់ព្រះអង្គនេះផងដែរអរសូមគង់នៅជាមួយពួកគាត់សូមទេវតាដ៏សរសើររបស់ព្រះអង្គបានចាត់បញ្ជូនមកដើម្បីការពារគ្រប់ទាំងដំណើររបស់គាត់ឲ្យមាននៅសុខសុវត្ថិភាពគ្រប់ទាំងពេលថ្ងៃពេលជប់ពេលត្រីឲ្យបានតែនៅព្រះពរសេចក្តីសុខសេងសាន្តគ្រប់ទាំងដំណើរផងដែរអូព្រះគុណព្រះអង្គដល់អ្នកដែលកំពុងតែខ្វះខាតឲ្យគាត់បានគ្រប់គ្រាន់ជាបរិបូរណ៍ផងដែរគុំទូថ្វាយដែលស្ដេចថាការបញ្ចប់កម្មវិធីថ្វាយបង្គំក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះប្រទានពរ